anh đi xôm cái là thời bằng cùng nâng chầm rán bùa chầm rê xua bông thằng học nè tân tâm nâng khné này đáy trong chạy chỉ bọt bị trà ra nà mối đã chầm nông trường thà kìa ta xoay nhớ rồi có dừng dây ta riêng sốt vì vì một lúc chung mình luôn rồi có bạ bọt song cùng chẳng là bạn đã chầm nông trường chẳng dừngนี่คือយើងយកលើកឧទាហរណ៍មកលើខ្សែរយៈជីវិតលោកប្អូនផ្ទាល់មួយចំនួនហើយនឹងលើកឡើងឧបមាពីមនុស្សជំនាញខ្លួនទៀតមួយចំនួនដើម្បីលើកទៅជាកម្លាំងចិត្តជំរុញឲ្យមានការគិតផ្លាស់ប្ដូរមកវិញនៅពេលដែលយើងមានបញ្ហាបាក់ទឹកចិត្តណាមួយទៅលើផ្នែកណាមួយដែលហើយការបាក់ទឹកចិត្តនេះបញ្ជាក់ជូនថាវាមានផលមិនដូចគ្នាទេណាផលដែលយើងទទួលបានហ្នឹងវាមានលក្ខណៈផ្សេងហើយដាច់ឡែកអំពីស្ថានភាពដែលគាត់រស់នៅហ្នឹងដូចគ្នាជួនកាលគាត់រស់នៅក្នុងក្រុមឬក៏សមាគមឬក៏សហគមន៍ឬក៏នៅក្នុងតំបន់ណាមួយដែលជាមួយគ្នាក៏ដោយក៏អាការជួបប្រទះនៅសេចក្តីទុក្ខសោកទាំងអស់ហ្នឹងក៏ដូចគ្នាដែរអញ្ចឹងវាមានការជួបប្រទះឬក៏ប្រព្រឹត្តទៅគឺដោយឡែកពីគ្នាអញ្ចឹងគឺគ្រាន់តែយើងមានការបើកចិត្តរៀនសូត្រហើយការការពារនិងភាពវៃឆ្លាតដើម្បីត្រៀមខ្លួនឯងដើម្បីជួបរឿងអីមួយយើងទោះបីជាយើងជួបប្រទះនៅការរងនៅទម្ងន់ដ៏ធ្ងន់យ៉ាងណាក៏យើងអាចដោះស្រាយបានប៉ុន្តែរឿងមួយដែលលោកប្អូនភ័យព្រួយបំផុតខ្លាំងមែនទែននៅក្នុងជីវិតហ្នឹងគឺឈឺហ្នឹងគឺបើស្លាប់តំណងអត់សូវខ្លាចទេតែបើឈឺគឺខ្លាចឈឺវាមានផលប៉ះពាល់ច្រើនដែលយើងដោះស្រាយស្ទើរតែគ្រប់ជុំវិញខ្លួនយើងហ្នឹងគឺយើងពិបាកដោះស្រាយបើសិនជាយើងនៅក្នុងស្ថានភាពមួយគឺលំបាកខ្លាំងអញ្ចឹងបើសិនជាយើងឈឺដល់ជំងឺមួយដែលវាធ្ងន់ធ្ងរលើសពីកម្រិតនៃជីវភាពរបស់យើងឬក៏អីវាធ្វើឲ្យយើងប៉ះពាល់ខ្លាំងទៅលើផ្នែកណាមួយក្នុងជីវិតរបស់យើងជាពិសេសគឺផ្លូវចិត្តរបស់យើងគឺគិតដោះស្រាយរកវិធីដើម្បីចង្ការរមិនចេញក៏រត់តែធ្ងន់ទៅនៅក្នុងផ្លូវចិត្តមួយហ្នឹងនឹងក៏ជាបញ្ហាដែរដូចទូយ៉ាងកាលលោកប្អូនឧបមាថាដូចយើងរស់នៅឃើញសប្បាយរីករាយជុំគ្នាអញ្ចឹងដងថ្ងៃណាមួយជួបប្រទះនៅរឿងមួយដែលយើងស្រក់ទឹកភ្នែកសឹងតែមិនជឿនៅក្នុងជីវិតហ្នឹងវានឹងកើតមានឡើងដល់យើងនៅពេលណាមួយមិនខានអញ្ចឹងវាគ្មានអីគួរឲ្យនឹងសោកចំអកទៅលើមនុស្សជុំវិញខ្លួនដែលគ្នាកំពុងជួបនៅវិបត្តិទុក្ខសោកទាំងអស់ហ្នឹងថាវាជារឿងលេងសើចឬក៏ចូលបានទេដោយសារតែផ្លូវចិត្តរបស់មនុស្សហ្នឹងវាមានការភ្ញាក់ឬក៏រំញោចប្រព័ន្ធប្រសាទហ្នឹងទៅតាមរយៈផ្លូវចិត្តហ្នឹងគឺវាផ្សេងគ្នាច្រើនណាស់តើតែយើងសិក្សាស្វែងយល់ហើយយើងអប់រំវាបន្ទុំវារយៈពេលយូររាប់រយខែឆ្នាំឯណោះបានយើងអាចស្វែងយល់ពីជំងឺឬក៏ផ្លូវចិត្តទាំងមូលនេះបានជាផ្លូវចិត្តខ្លះតើតែយើងទៅជួបនៅអង្គហេតុនៃរឿងរ៉ាវទាំងអស់ហ្នឹងទើបយើងអាចផ្លាស់ប្ដូរវាបានខ្លះទៀតមនុស្សខ្លះទៀតគាត់ត្រូវការពេលវេលាមួយគឺគាត់ត្រូវការសាកអីថ្មីច្រើនដើម្បីអីដើម្បីទទួលបាននៅបទពិសោធន៍សម្រាប់គាត់អញ្ចឹងទៅអ្នកខ្លះអត់ទេគាត់ជួបម្ដងហើយគាត់ឡើងចង់អីចឹងទៅវាមានហេតុផលច្រើនបែបច្រើនយ៉ាងតែថ្ងៃណាមួយគាត់អាចនឹងបើកចិត្តវិញឬក៏អីចឹងទៅអញ្ចឹងរាល់ការគិតរាល់អ្វីដែលយើងនៅក្នុងចិត្តរបស់យើងវាប្រែប្រួលអត់វាអត់អាចពិត 100% ទៅតែម្ដងទេតើតែយើងកំណត់តែម្ដងថា3ចំណុចហ្នឹងគឺយើងប្រកាន់ភ្ជាប់នៅក្នុងជីវិតរបស់យើងបានយើងអាចកាន់ទៅជាប់រហូតអីចឹងទៅអញ្ចឹងអាហ្នឹងយើងកំណត់ទៅតែបើយើង
អត់កំណត់ទេយើងគ្រាន់តែមានទិសដៅមួយគឺយើងរស់នៅមិនឲ្យសមស្របទៅតាមធម្មជាតិអីចឹងជាដើមដើម្បីឲ្យបានល្អចឹងតែដូចលោកប្អូននៅក្នុងខ្លួនរាល់ថ្ងៃបើសួរថាឲ្យមានអីជាដុំធំកពួនគឺអត់មានទេវាមានតែមិនសល់ទុកនៅការយល់ដឹងទីទួចចេញពីភាពក្រីក្រមកហើយទទួលរងនៅអតិពលដែលយើងចូលចិត្តការអានហើយយើងធ្លាប់ជាមនុស្សម្នាក់ដែលនៅម្នាក់ឯងតាំងពីក្មេងមកអញ្ចឹងនៅពីក្មេងក្នុងលោកប្អូនកើតនៅឆ្នាំ1998ហើយលោកប្អូននៅក្នុងឆ្នាំ2004 2005លោកប្អូនដឹងក្តីកាលនោះដូចជាចូលរៀននៅថ្នាក់ទី1ទី2ហើយនៅក្នុងឆ្នាំ2004 2005ហ្នឹងអញ្ចឹងនៅក្នុងឆ្នាំ2006 2007 2008លោកប្អូនពងរៀននៅថ្នាក់ទី2ទៅទី3រៀននៅចន្លោះហ្នឹងអញ្ចឹងនៅពីក្មេងគឺយើងទទួលឥទ្ធិពលគឺនៅជាមួយយាយនៅជាមួយវត្តតាំងពីក្មេងមកដោយសារតែយាយគាត់អាសាទៅវត្តយើងក៏នៅជាមួយវត្តអារាមតែម្ដងទៅដោយសារមានបងគាត់បួសនៅនឹងគាត់បួសតាំងពីតូចមកអញ្ចឹងយើងក៏សម្រេចចិត្តនៅវត្តបានរៀនបានសូត្រពីវត្តកខ1 2 3 4សូត្រតន្ទិញមេលេខធរអាសិក្ខាវិន័យអីទាំងអស់យើងរៀនសូត្រនៅនឹងតែម្ដងរយៈពេលក្នុងឆ្នាំ2008បានលោកប្អូនផ្លាស់ប្ដូរទីលំនៅមកនៅក្នុងខេត្តសៀមរាបវិញអញ្ចឹងនៅក្នុងដំណើរជីវិតផ្លាស់ប្ដូរស្រុកកំណើតនេះវាមិនមែនតែធម្មតាទេគឺវាប៉ះពាល់ដល់ស្ថានភាពរបស់យើងគឺថាដោយលោកប្អូននិយាយអញ្ចឹងគឺសុខភាពរបស់អ្នកម្ដាយគាត់ធ្ងន់ធ្ងរខ្លាំងក៏សម្រាប់ចិត្តលក់នៅគេអករបស់ដូនតាទាំងអស់ដើម្បីមើលជំងឺរបស់គាត់នៅក្នុងស្ថានភាពដ៏អាក្រក់ហ្នឹងនេះហើយជាស្ថានភាពមួយដែលយើងធ្វើឲ្យជីវិតវាកលាប់ចាស់អញ្ចឹងវាអត់មានអីទៀងទាត់ថិតថេរយូរអង្វែងទេវាត្រូវតែយើងត្រូវតែទទួលរងនៅអំណាចណាមួយដែលវាចូលក្នុងជីវិតយើងវាមិនដឹងថាអំណាចនឹងជាអីវាអត់ដូចគ្នាទេប្រកាសជាធ្វើឲ្យអ្នកស្រក់ទឹកភ្នែកឬក៏មិនស្រក់ទឹកភ្នែកឬក៏ការពាររួចហើយឬក៏ទទួលបានអ្វីទៀតគឺនៅក្នុងចន្លោះជីវិតហ្នឹងត្រូវតែជួបប្រទះនៅរឿងទាំងអស់ហ្នឹងអញ្ចឹងលោកប្អូនកើតមកនៅក្នុងគ្រួសារមួយដែលមានជីវភាពមិនល្អទេមើលថាយើងនិយាយក្រីក្រវាក្រីក្រយើងអ្នកណាក៏វាក្រទៅហើយប៉ុន្តែលោកប្អូននិយាយពីជីវភាពដែលរស់ដោយលំបាកប៉ុន្តែយើងមិនដល់ថ្នាក់លំបាករហូតអត់មានអីញ៉ាំទេយើងនៅតែអាចដោះស្រាយបានយើងនៅធ្វើស្រែចម្ការបានហូបយើងដាំបន្លែដាំស្បៀងនៅជុំវិញផ្ទះរបស់យើងហើយយើងញ៉ាំអញ្ចឹងការនៅពីក្មេងលោកប្អូនពិតជាអត់ចូលចិត្តសម្លអ្នកម្ដាយរបស់ខ្លួនឯងទេកាប់ទៅមិនមែនស្អប់ទេនៅដល់ពេលធំមិនដឹងថាវាមានរសជាតិឆ្ងាញ់ហើយនឹងបង្កប់នឹងអត្ថន័យដ៏ច្រើននៅក្មេងលោកប្អូនអត់ចូលចិត្តនឹងដោយសារតែថ្ងៃណាក៏ត្រួយលពៅត្រួយដលងរបស់ដែលនៅជុំវិញទាំងជាពិសេសគឺស្អប់ជាងគេគឺអណូងអញ្ចឹងគឺថ្ងៃណាក៏អណូងថ្ងៃណាក៏អណូងដែរជីវិតហ្នឹងអញ្ចឹងលោកប្អូនពិតជាអត់ចូលចិត្តសឡរបស់អ្នកម្ដាយទេតែនៅក្នុងបន្ទាប់ពីបានចេញមកនៅវត្តអារាមយើងទទួលនៅអត្តពលសម្លបែបវត្តអារាមម្ដងក៏យើងនឹកឃើញស្រណោះនៅអតីតកាលរបស់យើងដែលយើងបានទទួលអត្តពលនៃការនោះបានញ៉ាំរបស់ដែរបែបនោះហើយមកផ្លាស់ប្ដូរញ៉ាំបបបែបនេះវិញទោះបីជាបែបណាក៏លោកប្អូនអត់មានសេចក្តីរំភើបនឹងចំណីអាហារទាំងអស់នឹងទៀតដែរដោយសារមានអារម្មណ៍ថាវាគ្រប់គ្រាន់នឹងល្វីងជូរចត់ជាមួយនឹងជីវិតរស់នៅបែបនោះតាំងពីដើមមកទៀតមានអារម្មណ៍ថាអូកាលហ្នឹងវាបង្កប់នៅអត្ថន័យគឺអ្នកផ្ទះយើងគាត់អត់មានលុយដើម្បីទិញម្ហូបធ្វើទេគឺគាត់នៅស្រុកព្រៃឆ្ងាយអញ្ចឹងទៅគាត់ត្រូវការដាំរបស់ដែលនៅជុំវិញផ្ទះហ្នឹងមកហូបហើយឪពុកហ្នឹងគាត់ត្រូវការរកត្រីដាក់ទ្រូដាក់បកាយដាក់មងគឺដើម្បីចិញ្ចឹមជីវិតយើងអញ្ចឹងគឺម្ហូបធម្មជាតិហ្នឹងហើយគឺជាម្ហូបដែលឆ្ងាញ់ពិសាបំផុតតែយើងពីក្មេងយើងឃើញបន្លែហ្នឹងវាដដែលពេកគាត់ថាលហុង3 4ថ្ងៃផុតពីកកោលហុងឆាលហុងអញ្ចឹងយើងនៅពីក្មេងយើងអត់ចូលចិត្តញ៉ាំសឡអញ្ចឹងយើង
ចូលចិត្តញ៉ាំតែប្រភេទដូចជាត្រីត្រីត្រីដុតត្រីអីត្រីដុតនោះរបៀប